ចូលមកជើងអានេះចូលមកជើងអានេះអញ្ចឹងយើងគូបែបនេះឥឡូវយើងមើលមកត្រូវដែរទេគឺខាងនេះគឺប្រភេទN PN PN អូខេហើយ D 718 D 718ចឹងបន្ទាប់មកយើងយកមកនេះអានេះគឺប្រភេទខាង N PN ហើយនឹង PNP ឥឡូវយើងពិនិត្យជាក់ស្ដែងអូខេអានេះចេញបូកអានេះគូតយោតចេញដកអានេះចេញខាងវ៉ាល់យោតចេញបូក NPN គឺជើងសេចេញភ្លើងបូកហើយ PNP ជើងសេចេញភ្លើងដកហើយជើងនេះចូលអញ្ចឹងអាកន្លែងជើងចូលនេះយើងវាស់បើសិនជាយើងវាស់ឡើងខូចហើយយើងវាស់មើលកាច់10គីឡូវាស់អូខេអញ្ចឹងយើងកាច់10គីឡូនេះអញ្ចឹងយើងវាស់មកឡើយនេះវាអត់ឡើងទេអូខេតែវាស់ឡើងខូចណាហ៎អញ្ចឹងយើងវាស់ចេះក៏អត់ឡើងដែរ10តែខ្មៅអញ្ចឹងយើងវាស់អត់ឡើងទេអូខេអញ្ចឹងវាស់អត់ឡើងអញ្ចឹងបើពេលយើងបញ្ច្រាស់មកបានវាឡើងណាឡើងអូខេឡើងអញ្ចឹងបើយើងវាស់ចេះអត់ឡើងទេអញ្ចឹងបានន័យថាយើងដាក់ត្រូវហើយអូខេ